សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Solo Podcast episode ទី9យើងដូចជារៀងខានជួបគ្នាយូរហើយថ្ងៃនេះយើងជួបគ្នាសារជាថ្មីម្ដងទៀតដោយថ្ងៃនេះខ្ញុំចង់ធ្វើការលើកយកជាមួយនឹងកម្មវិធីថ្មីមិនជាថ្មីពេកទេគ្រាន់តែជារបស់មួយដែលថ្មីវាមិនមែនជាការដែលយើងដកស្រង់ចេញពីបទពិសោធន៍ផ្ទាល់ដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលអត់សូវចូលចិត្តអានសៀវភៅប៉ុន្តែឥឡូវនេះខ្ញុំគិតថាខ្ញុំនឹងរកវិធីណាមួយដើម្បីអាចឲ្យខ្ញុំអានសៀវភៅឲ្យបានច្រើនតាមដែលខ្ញុំអាចធ្វើទៅបានសូមខ្ញុំនឹងធ្វើការយកសៀវភៅណាមួយដែលខ្ញុំចង់អានហើយខ្ញុំនឹងធ្វើការអានលក្ខណៈជាប្រភេទ podcast បែបនេះទី1ដើម្បីខ្លួនឯងខ្ញុំផ្ទាល់ទី2គឺដើម្បីឲ្យគ្នាយើងដូចគ្នាដែលចង់ធ្វើការស្ដាប់ចឹងទៅព្រោះខ្ញុំជឿថាមានគ្នាយើងច្រើនដែលចូលចិត្តស្ដាប់តែមិនសូវចូលចិត្តអានចឹងចឹងសង្ឃឹមថាអីដែលខ្ញុំធ្វើនេះគឺអ្នកទាំងអស់គ្នានឹងចូលចិត្តដូចគ្នាដែរហើយចំពោះសៀវភៅដែលខ្ញុំនឹងធ្វើការលើកយកមកនៅក្នុងថ្ងៃនេះគឺតាក់ទងទៅនឹងសៀវភៅមួយដែលមានឈ្មោះថាឆ្នៃដោយសិល្បករឬក៏ជាភាសាអង់គ្លេសគឺ Still Like an Artist ហើយមូលហេតុដែលធ្វើឲ្យខ្ញុំយកសៀវភៅមួយក្បាលនេះសម្រាប់ធ្វើការមកនិយាយនៅក្នុង podcast របស់យើងគឺដោយសារតែខ្ញុំគិតថាវាជាសៀវភៅមួយក្បាលដែលវាស័ក្តិសមខ្លាំងមែនតែនសម្រាប់គ្នាយើងដែលធ្វើការលក្ខណៈបែប creative ធ្វើការបែបច្នៃប្រឌិតហ្នឹងឯងព្រោះដោយសារតែខ្លឹមសារដែលមាននៅក្នុងសៀវភៅមួយក្បាលនេះគឺល្អខ្លាំងមែនតែនហើយវាស័ក្តិសមមែនតែនអញ្ចឹងបានជាខ្ញុំធ្វើការលើកយកសៀវភៅនេះមកអានវាសារជាថ្មីហើយដើម្បីចែកជូនទៅគ្នាយើងដូចគ្នាប៉ុន្តែនៅក្នុង podcast នេះគឺខ្ញុំអត់ធ្វើការអានម្ដងសរុបមួយក្បាលទេគឺខ្ញុំនឹងធ្វើការច្បិចយកម្ដងមួយចំណុចចេញពីសៀវភៅមួយក្បាលនេះដើម្បីឲ្យគ្នាយើងបានស្ដាប់ម្ដងតិចដើម្បីកុំឲ្យយើងស្ដាប់ទាំងអស់ក៏ពេលខ្លះយើងស្ដាប់បានទាំងអស់ដែរអូខេអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅក្នុងខ្លឹមសារនៃសៀវភៅរបស់យើងទាំងអស់គ្នាអញ្ចឹងចំណុចទី1នេះគឺមានចំណងជើងថាឆ្នៃឲ្យដូចសិល្បករវិធីសង្កេតមើលពិភពលោកឲ្យដូចទៅនឹងសិល្បករម្នាក់ឬក៏ artist ម្នាក់រកសិល្បករទាំងអស់គឺតែងតែឆ្លងកាត់នៅសំណួរមួយនេះដូចគ្នាគឺតើអ្នកបានគំនិតច្នៃប្រឌិតទាំងអស់ហ្នឹងមកពីណាហើយចម្លើយដ៏ស្មោះត្រង់នោះគឺខ្ញុំបានលួចវាមកតើសិល្បករក៏លេចមើលទៅពិភពលោកយ៉ាងដូចម្ដេចដំបូងអ្នកត្រូវរកកន្លែងដែលអ្នកគួរតែច្នៃឬក៏គួរតែលួចហ្នឹងឲ្យឃើញសិនបន្ទាប់មកអ្នកទៅរកកន្លែងផ្សេងទៀតកន្លឹះគឺវាមានតែប៉ុណ្្នឹងឯងនៅពេលដែលអ្នកកលេចមើលពិភពលោកដោយវិធីនេះអ្នកនឹងជួបបារម្ភថាអ្វីទៅល្អហើយអ្វីទៅអាក្រក់ទៀតហើយចុងក្រោយគឺនៅសល់ត្រឹមតែតើរបស់ណាដែលសមនឹងលួចច្នៃហើយរបស់ណាដែលមិនសមនឹងលួចច្នៃគ្រប់យ៉ាងគឺសម្រាប់ឲ្យយើងពិចារណាបើសិនបើអ្នកពេលនេះរកមិនទាន់ឃើញរបស់ដែលមិនទាន់នឹងគួរលួចទេអ្នកអាចនឹងរកវាឃើញនៅថ្ងៃក្រោយខែក្រោយឬក៏ឆ្នាំក្រោយវិញក៏ថាបានដែរគ្មានអ្វីដែលសុទ្ធសាធ original នោះទេនៅនិពន្ធលោក Jonathan Livingston បានលើកឡើងថានៅពេលមនុស្សចាត់ទុកអ្វីមួយជាសមិទ្ធផលបង្កើតថ្មីសុទ្ធសាធឬ original នៅក្នុង10គឺមាន9លើកហើយដែលតាមពិតទៅពួកគេគ្រាន់តែមិនស្គាល់អំពីប្រភពដើមតែប៉ុណ្ណោះសិល្បករពូកែយល់ទុកជាមុនស្រេចហើយថាគ្រប់យ៉ាងសុទ្ធតែមានប្រភពដើមរបស់វាគ្មានអ្វីដែលផលិតចេញមកថ្មីសុទ្ធសាធតែម្ដងនោះទេការងារបែបច្នៃប្រឌិតចំនួនក្រោយទទួលឥទ្ធិពលពីការងារបែបច្នៃប្រឌិតចំនួនមុនគ្មានអ្វីដែលថ្មីស្រឡាងទាំងស្រុងនោះទេនៅក្នុងព្រះគម្ពីរក៏បានលើកឡើងដែរថាឥតមានអ្វីថ្មីនៅក្រោមពន្លឺថ្ងៃឡើយសាស្ត្រា 1:9 ក៏ប៉ុន្តែនេះអាចធ្វើឲ្យអ្នកខ្លះមិនសូវសប្បាយចិត្តប៉ុន្តែវាធ្វើឲ្យខ្ញុំពោពេញទៅដោយក្តីសង្ឃឹមជំនួសវិញដោយអ្នកនិពន្ធជនជាតិបារាំងលោក Andre Gradyលើកឡើងថាអ្វីដែលគួរនិយាយគឺធ្លាប់និយាយរួចម្ដងហើយប៉ុន្តែដោយសារមិនមានអ្នកណាស្ដាប់ដូច្នេះគ្រប់យ៉ាងត្រូវតែនិយាយសារជាថ្មីម្ដងទៀតប្រសិនបើយើងជប់ដាក់សម្ពាធមកលើខ្លួនឯងថាគ្រប់យ៉ាងត្រូវតែថ្មីស្រឡាងនោះយើងមិនចាំបាច់ព្យាយាមបង្កើតអ្វីដែលចេញពីសូន្យទៀតទេយើងអាចបើកចិត្តឲ្យទូលាយត្រឡប់មកទទួលយកឥទ្ធិពលល្អៗពីការងារចាស់ៗដែលធ្លាប់មានរួចហើយពីមុនជាងរត់គេចពីពួកវាបន្តទៅទៀតZen នៃគំនិតរាល់គំនិតថ្មីទាំងឡាយគឺប្រសូតចេញពីការរួមបញ្ចូលគ្នារវាងគំនិតចាស់មួយឬច្រើននេះគឺជាលបងប្រាជ្ញាមួយដែលគេបង្រៀនអ្នកនៅសាលាសិល្បៈចូលគូបន្ទាត់ត្រង់ចំនួន2ស្របគ្នានៅលើក្រដាសតើនៅក្នុងរូបភាពនេះមានបន្ទាត់ត្រង់ចំនួនប៉ុន្មានយើងឃើញមានបន្ទាត់លើនិងបន្ទាត់ខាងក្រោមប៉ុន្តែនៅមានបន្ទាត់មួយទៀតគឺនៅចន្លោះកណ្ដាលចំហទទេមានរាងជាបន្ទាត់រវាងបន្ទាត់ខ្មៅទាំងពីរដំបូងដែលយើងបានគូសអ្នកឃើញទេ1 + 1 = 3ឧទាហរណ៍ដែលងាយស្រួលយល់មួយទៀតគឺនិយាយពាក់ព័ន្ធទៅនឹង Zen អ្នកមានម្ដាយម្នាក់និងឪពុកម្នាក់
អ្នកកាត់ទៅរកខាងម្ដាយផងខាងឪពុកផងប៉ុន្តែអ្នកមានអ្វីដែលពួកគាត់មិនមានអ្នកគឺជាចំណែកមួយដែលកើតចេញពីការរួមបញ្ចូលគ្នារវាងឪពុកនិងម្ដាយរបស់អ្នកនិងរួមទាំងជីដូនជីតាកុងម៉ាគ្រប់ចំនួនរបស់អ្នកផងដែរអ្នកមានហ្សែនស្រឡាយនៃគ្រួសារដូច្នេះអ្នកក៏មានខ្សែស្រឡាយនៃគំនិតផងដែរត្បិតតែអ្នកកើតមកមិនអាចរើសឪពុកម្ដាយរបស់អ្នកពិតមែនប៉ុន្តែអ្នកអាចរើសគ្រូដែលអ្នកចង់រៀនជាមួយមិត្តភ័ក្តិដែលអ្នកចង់រាប់រកតន្ត្រីដែលអ្នកចង់ស្ដាប់សៀវភៅដែលអ្នកចង់អាននិងគុណដែលអ្នកចង់មើលជាដើមគ្រប់យ៉ាងដែលអ្នកអនុញ្ញាតឲ្យចូលមកក្នុងជីវិតអ្នកវានឹងកំណត់ចរិតលក្ខណៈរបស់អ្នកទទួលយកឥទ្ធិពលពីរឿងជាច្រើនផ្សំបញ្ចូលគ្នាដោយដែលអ្នកនិពន្ធជនជាតិអាល្លឺម៉ង់បាននិយាយថាអ្វីដែលយើងស្រឡាញ់ចូលចិត្តចាក់ពុំចរិតលក្ខណៈរបស់យើងសម្រាមចូលប៉ុណ្ណាសម្រាមចេញប៉ុណ្ណឹងសិល្បករដើរតួនាទីជាអ្នកប្រម៉ែប្រមូលគំនិតពួកគេមិនមែនចេះតែប្រមូលពីវាពីកាលនោះទេសិល្បករប្រមូលតែគំនិតឬរបស់ណាដែលគេស្រឡាញ់តែប៉ុណ្ណោះមានទ្រឹស្ដីសេដ្ឋកិច្ចមួយលើកឡើងថាប្រសិនបើអ្នកយកចំណូលរបស់មិត្តភ័ក្តិរបស់អ្នកទាំងអស់មកបូកបញ្ចូលគ្នាហើយចែករកចំណូលជាមធ្យមនោះអ្នកនឹងឃើញថាមធ្យមនៃចំណូលទាំងនោះមានចំនួនប្រហាក់ប្រហែលទៅនឹងចំណូលរបស់អ្នកដែរទ្រឹស្ដីនេះខ្ញុំគិតថាវាស្រដៀងជាមួយនឹងគំនិតដែរមនុស្សជំនាញខ្លួនអ្នកមានការគិតបែបណាអ្នកក៏មានការគិតស្រដៀងនឹងគេដែរម៉ាក់របស់ខ្ញុំធ្លាប់និយាយដាក់ខ្ញុំថាសម្រាមចូលប៉ុណ្ណាសម្រាមចេញប៉ុណ្ណឹងឃ្លានេះធ្លាប់ធ្វើឲ្យខ្ញុំមួម៉ៅជាខ្លាំងប៉ុន្តែឥឡូវនេះខ្ញុំយល់ហើយថាគាត់ចង់មានន័យថាម៉េចការងាររបស់អ្នកគឺធ្វើយ៉ាងណាអាចប្រមូលគំនិតល្អៗចូលមកក្នុងជីវិតឲ្យបានច្រើនកាលណាអ្នកមានគំនិតល្អៗច្រើនពេលចាប់ផ្ដើមការងាររបស់ខ្លួនអ្នកមានជម្រើសច្រើនថាការងាររបស់អ្នកគួរទទួលយកឥទ្ធិពលល្អៗពីជ្រុងខាងណាខ្លះខ្សែស្រឡាយនៃគ្រួសារសិល្បករលោក Marshall Dixon បាននិយាយថាខ្ញុំមិនជឿលើសិល្បៈទេខ្ញុំជឿលើសិល្បករនេះគឺជាបច្ចេកទេសរៀនដ៏ល្អមួយប្រសិនបើអ្នកព្យាយាមបញ្ច្រកមេរៀនគ្រប់យ៉ាងចូលក្នុងពេលតែមួយតែម្ដងនោះអ្នកប្រកាសជាអួលមិនខានផ្ទុយទៅវិញចាប់ផ្ដើមដោយការរៀនពីបុគ្គលណាម្នាក់ដែលអ្នកគោរពស្រឡាញ់ជាមុនសិនហើយគាត់អាចជាអ្នកនិពន្ធសិល្បករសកម្មជនឬបុគ្គលគំរូណាម្នាក់ក៏បានរៀនស្វែងយល់គ្រប់យ៉ាងអំពីបុគ្គលម្នាក់នោះបន្ទាប់មករកមនុស្ស3នាក់ផ្សេងទៀតដែលគាត់ស្រឡាញ់ចូលចិត្តហើយបន្តស្រាវជ្រាវគ្រប់យ៉ាងពីពួកគេចូលបន្តធ្វើបែបនេះរហូតជីកឲ្យជ្រៅទៅឲ្យឆ្ងាយនៅពេលដែលអ្នកចាប់ផ្ដើមមានសាច់ញាតិសិល្បៈរបស់អ្នកកាន់តែច្រើនហើយវាដល់ពេលដែលអ្នកគួរចាប់ផ្ដើមខ្សែស្រឡាយគ្រួសាររបស់អ្នកម្ដងហើយនៅពេលដែលអ្នកឃើញខ្លួនឯងថាជាផ្នែកមួយនៃគ្រួសារសិល្បករនោះអ្នកនឹងមិនអាចមានអារម្មណ៍ថាឯកានោះទេនៅពេលដែលអ្នកសម្រេចចិត្តដើរលើវិថីផលិតសិល្បៈរបស់ខ្លួនក្នុងស្ទូឌីយោរបស់ខ្ញុំព្យួរផ្ទាំងរូបថតសិល្បករដែលខ្ញុំស្រឡាញ់ពួកគាត់ប្រៀបបីដូចជាមិត្តភ័ក្តិអរូបរបស់ខ្ញុំដូចនេះដែរខ្ញុំមានអារម្មណ៍ថាពួកគាត់កំពុងតែជួយជ្រោមជ្រែងខ្ញុំពីក្រោយនៅពេលដែលខ្ញុំធ្វើការទៀតផងរឿងដែលកាន់តែអស្ចារ្យរបស់បុគ្គលគំរូទាំងនោះអ្វីត្បិតតែអ្នកមានអ្នកខ្លះគាត់បានចែកឋានទៅហើយឬអ្វីត្បិតគាត់នៅឆ្ងាយក្តីប៉ុន្តែយ៉ាងណាមិញយើងនៅតែអាចធ្វើជាកូនសិស្សរបស់ពួកគាត់ជានិច្ចយើងចង់រៀនអ្វីក៏បានចេញពីពួកគាត់ហើយមេរៀនល្អៗទាំងនោះគាត់បានបន្សល់ទុកនៅក្នុងស្នាដៃរបស់ពួកគាត់រួចហើយរៀនជានិច្ចការសិក្សានៅសាលាគឺជារឿងមួយរីឯការអប់រំគឺជារឿងមួយផ្សេងទៀតទាំងពីរនេះគឺមិនដូចគ្នាទេទោះបីជាអ្នកនៅក្នុងសាលាក្តីនៅក្រៅសាលាក្តីអ្នកចាំបាច់ត្រូវតែបន្តការរៀនជានិច្ចអ្នកត្រូវតែមានចិត្តចង់រៀនឆ្វេងយល់ពីពិភពលោកដែលអ្នកកំពុងតែរស់នៅឆ្វេងយល់ឲ្យបានស៊ីជម្រៅរាល់គ្រប់អំណះអំណាងហេតុផលនានាដឹងឲ្យច្រើនជាងអ្នកដទៃទាំងនេះហើយជាហេតុនាំឲ្យអ្នកបន្តឈានមុខគេជានិច្ច Google រកនៅអ្វីគ្រប់យ៉ាងខ្ញុំមានន័យថាគ្រប់បែបយ៉ាង Google ពីក្តីសម័យរបស់អ្នក Google ពីបញ្ហារបស់អ្នកមុននឹងសួរសំណួរអ្វីមួយកុំភ្លេច Google រកចម្លើយជាមុនសិនអ្នកនឹងអាចរកបានចម្លើយឬក៏អាចរកបាននៅសំណួរថ្មីល្អជាងមុនក៏ថាបានបន្តអានជានិច្ចចូលទៅក្នុងបណ្ណាល័យនៅពេលជុំវិញខ្លួនអ្នកពោពេញដោយសៀវភៅវាបង្កប់នៅភាពអស្ចារ្យមួយបែបដើរមើលទៅតាមគំនរសៀវភៅអានសៀវភៅជីវប្រវត្តិរបស់បុគ្គលសំខាន់ល្បីៗត្បិត
តែវាមិនមែនជាសៀវភៅដែលអ្នកចាប់ផ្ដើមអានដំបូងប៉ុន្តែវាក៏ជាសៀវភៅដែលណែនាំឲ្យអ្នកស្គាល់សៀវភៅដទៃផ្សេងទៀតប្រមូលសៀវភៅទុកសិនមកទោះបីជាអ្នកមិនទាន់មានគម្រោងអានវាភ្លាមៗក៏ដោយគ្មានអ្វីដែលសំខាន់ជាងបណ្ណាល័យដែលមិនទាន់បានចូលនោះទេកុំបារម្ភខ្លាំងពេកពីការស្រាវជ្រាវសំខាន់ចាប់ផ្ដើមរាវរកជាមុនសិនទៅរក្សាអ្វីដែលអ្នកលួចទុកសម្រាប់ថ្ងៃក្រោយនៅពេលដែលអ្នកទៅណាមកណាសូមកុំភ្លេចយកសៀវភៅកត់ចំណាំឬ notebook និងប៊ិចតាមខ្លួនផងរៀនទម្លាប់ខ្លួនរបស់អ្នកទាញប៊ិចទាញសៀវភៅមកកត់ត្រារាល់គំនិតឬការយល់ឃើញផ្សេងៗចម្លងឃ្លោងឃ្លានៅក្នុងសៀវភៅណាមួយដែលអ្នកចូលចិត្តថតឬក៏ record កិច្ចសន្ទនាដែលអ្នកបានស្ដាប់ឮគូសវាសនៅលើទូរស័ព្ទបែបណាក៏បានយ៉ាងណាឲ្យប្រកាសចិត្តថាអ្នកមានក្រដាសសៀវភៅនៅតាមខ្លួនជានិច្ចសិល្បករ David Hockney រាល់អាវរបស់គាត់គឺសុទ្ធតែមានហោប៉ៅខាងក្នុងដែលដេរភ្ជាប់ដើម្បីទុកដាក់កូនសៀវភៅតាមខ្លួនគាត់ជានិច្ចសិល្បករ Arthur Russell ចូលចិត្តពាក់អាវដែលមានហោប៉ៅខាងមុខពីរដូច្នេះគាត់អាចដាក់ក្រដាសភ្លេងរបស់គាត់ក្នុងនោះបានរក្សាសមីផ្ទាល់ខ្លួនមួយសម្រាប់ដាក់ឯកសារវាគឺជាសមីមួយដែលទុកសម្រាប់ដាក់របស់ឬគំនិតល្អៗដែលអ្នកប្រមូលបានពីកន្លែងផ្សេងៗវាអាចជាទម្រង់អេឡិចត្រូនិកក៏បានទម្រង់ជាក្រដាសក៏បានមិនសំខាន់ថាទម្រង់ណាមួយទេសំខាន់ឲ្យតែប្រើការបានអ្នកអាចមានសៀវភៅព្រាងផ្ទាល់ខ្លួនមួយទុកសម្រាប់ឲ្យអ្នកអាចកាត់រូបភាពផ្សេងៗយកទៅបិទនៅក្នុងសៀវភៅនោះឬក៏អ្នកអាចថតរូបភាពផ្សេងៗទុកដោយប្រើកាមេរ៉ាទូរស័ព្ទរបស់អ្នកក៏បានប្រទះឃើញអ្វីដែលគួរឲ្យចង់ច្នៃបន្តមែនទេកត់វាទុកដាក់វាចូលទៅក្នុងសមីអ្នកត្រូវការកម្លាំងជំរុញចិត្តមែនទេបើកសមីយកអ្វីដែលយើងបានប្រមូលទុកទាំងប៉ុន្មានមកអានឡើងវិញអ្នកកាសែតច្រើនឲ្យឈ្មោះវាថា Mugfile ទូទុកឯកសារខ្ញុំចូលចិត្តឈ្មោះនេះកាន់តែខ្លាំងទូទុកឯកសារគឺជាកន្លែងរក្សាទុកឯកសារដែលអ្នកមិនទាន់ប្រើទុកសម្រាប់ថ្ងៃក្រោយអ្នកអាចរើកកាយពួកវាយកមកវិញដើម្បីប្រើក្នុងការងាររបស់អ្នក 2. កុំរងចាំរហូតដល់ស្គាល់ខ្លួនឯងទើបចាប់ផ្ដើមធ្វើចាប់ផ្ដើមស្គាល់ខ្លួនឯងមុននឹងចាប់ផ្ដើមធ្វើការងារបែបច្នៃប្រឌិតប្រសិនបើខ្ញុំនៅរវល់រងចាំឲ្យខ្ញុំស្គាល់ខ្លួនឯងថាខ្ញុំជានរណាជាមុនសិននោះម្លេះពេលនេះខ្ញុំប្រហែលជាមិនទាន់បានធ្វើអ្វីនោះទេព្រោះរវល់តែស្វែងរកខ្លួនឯងនៅឡើយក្នុងបទពិសោធន៍របស់ខ្ញុំកន្លងមកយើងចាប់ផ្ដើមរកខ្លួនឯងឃើញនៅពេលដែលយើងចាប់ផ្ដើមធ្វើចាប់ផ្ដើមបង្កើតឬចាប់ផ្ដើមបំពេញការងារសំខាន់របស់យើងតើអ្នកពិតជាត្រៀមខ្លួនរួចរាល់ហើយមែនទេចាប់ផ្ដើមផលិតអ្វីមួយភ្លាមទៅអ្នកកំពុងតែខ្លាចមិនហ៊ានចាប់ផ្ដើមវាជាធម្មជាតិរបស់យើងទាំងអស់គ្នាអាការៈនេះគឺគេឲ្យឈ្មោះថា imposter syndrome វាជារោគសញ្ញាពិតកើតមានជាពិសេសទៅលើបុគ្គលណាដែលជាអ្នករៀនសូត្រក្នុងន័យវិទ្យាសាស្ត្រវាគឺជាកលៈទេសៈផ្លូវចិត្តមួយដែលបុគ្គលម្នាក់ជួបការលំបាកក្នុងការជឿទុកចិត្តលើសមត្ថភាពរបស់ខ្លួនវាសំដៅទៅដល់អ្នកមានអារម្មណ៍ថាខ្លួនឯងដូចមិនសូវចេះអ្វីឲ្យពិតប្រាកដមានអារម្មណ៍ថាខ្លួនឯងចេះត្រឹមលំមានអារម្មណ៍ថាខ្លួនឯងដូចជាមិនដឹងអ្វីនោះទេបើមែនតែនទៅនោះប៉ុន្តែការពិតគឺថាយើងទាំងអស់គ្នាគឺដូចតែគ្នាទេបើអ្នកទៅសួរអ្នកធ្វើការផ្នែកច្នៃប្រឌិតពួកគេនឹងប្រាប់ការពិតមកអ្នកវិញថាពេលខ្លះពួកគេក៏មិនដឹងដូចគ្នាថាការងារល្អៗវាធ្វើចេញមកបានដោយវិធីណានោះទេផ្ទុយទៅវិញពួកគេគ្រាន់តែព្យាយាមធ្វើយ៉ាងណាអង្គុយធ្វើកិច្ចការងារសំខាន់របស់ខ្លួនជារៀងរាល់ថ្ងៃតែប៉ុណ្ណោះសម្ដែងរហូតឲ្យវាคล้ายទៅជាការពិតអ្នកចាប់ផ្ដើមពីធ្វើលេងហើយបន្ទាប់មកវាក៏คล้ายទៅជាការពិតតែអ្នកធ្លាប់បានឮអំពី dramaturgy ដែរឬទេវាគឺជាលក្ខណៈដ៏លយមួយដែល William Shakespeare បញ្ចេញវាមកដំបូងកាលពី400ឆ្នាំមុននៅក្នុងការសម្ដែងដែលគាត់បានផលិតមួយដែលមានឈ្មោះថា As You Like It ពិភពលោកគឺជាឆាកសម្ដែងគ្រប់ជំនានុជនទាំងប្រុសទាំងស្រីគឺជាតួសម្ដែងពួកគាត់មានឈុតឆាកដែលត្រូវចេញនិងឈុតឆាកដែលត្រូវចូលជាមួយពេលវេលាដែលខ្លួនមានជនម្នាក់នោះសម្ដែងបានជាច្រើនតួយើងអាចនិយាយមួយបែបផ្សេងបានទេសម្ដែងរហូតឲ្យវាคล้ายទៅជាការពិតខ្ញុំស្រឡាញ់ឃ្លាមួយនេះវាមានជ្រុង2ចេញពីឃ្លាមួយនេះដែលធ្វើឲ្យយើងអាចយកវាទៅពិចារណាបានទី1
សម្ដែងទៅជាអ្វីមួយយ៉ាងរហូតដល់វាคล้ายទៅជាការពិតសម្ដែងធ្វើជាជោគជ័យរហូតដល់អ្នកជោគជ័យពិតប្រាកដមែនរហូតដល់គ្រប់គ្នាឃើញថាអ្នកដូចដែលអ្វីដែលអ្នកចង់ឲ្យគេឃើញទី2សម្ដែងធ្វើជាផលិតឬបង្កើតអ្វីមួយរហូតដល់អ្នកពិតជាផលិតឬបង្កើតអ្វីមួយពិតប្រាកដមែនខ្ញុំពិតជាស្រឡាញ់ជ្រុងទាំងពីរនេះអ្នកត្រូវស្លៀកឯកសណ្ឋានការងារដែលអ្នកចង់បានមិនមែនស្លៀកឯកសណ្ឋានការងារដែលអ្នកកំពុងមាននោះទេហើយលើសពីនេះអ្នកត្រូវតែចាប់ផ្ដើមធ្វើការងារដែលអ្នកតែងតែចង់ធ្វើកន្លងមកខ្ញុំចូលចិត្តស្នាដៃសៀវភៅមួយក្បាលមានចំណងជើងថា Just Kid ដោយតន្ត្រីករលោកស្រី Patti Smith វាគឺជាសាច់រឿងនិយាយអំពីដំណើរជីវិតទៅកាន់ទីក្រុង New York របស់មិត្តភ័ក្តិពីរនាក់ដែលចង់ក្លាយខ្លួនទៅជាសិល្បករហើយអ្នកដឹងទេថាពួកគេទាំងពីរនាក់រៀនក្លាយខ្លួនទៅជាសិល្បករបានដោយរបៀបណាពួកគេសម្ដែងហាក់ខ្លួនឯងជាសិល្បករនៅក្នុងសៀវភៅមានឈុតមួយដែលខ្ញុំចូលចិត្តដែលឈុតនោះសង្ខេបយ៉ាងខ្លីអំពីចំណងជើងសៀវភៅទាំងមូលជាឈុតដែល Patti Smith និងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតជាអ្នកថតរូបដោយលោក Robert Mapplethorpeទាំងពីរនាក់តែងខ្លួនបំពាក់ទៅដោយឧបករណ៍ Bohemian Gypsy ហើយទាំងពីរនាក់នេះដើរទៅសួនកំសាន្ត Washington Square ជាកន្លែងដែលមនុស្សម្នាជាច្រើនមកលេងកំសាន្តដោយចៃដន្យនៅពេលនោះក៏ជួបប្រទះជាមួយនឹងអ្នកដើរលេងកំសាន្តស្វាមីភរិយាមួយគូកំពុងជ្រួញចិញ្ចើមសម្លឹងមកកាន់មិត្តភ័ក្តិទាំងពីរនាក់ដែលស្លៀកពាក់ចម្លែកខុសគេប្រពន្ធនិយាយទៅកាន់ប្តីរបស់គាត់ថាអូបងថតរូបគេភ្លាមទៅខ្ញុំគិតថាគេទំនងជាសិល្បករហើយមើលទៅប្តីក៏ជំទាស់ទៅកាន់ប្រពន្ធវិញថាអូនថតទៅកូនក្មេងសោះហ្នឹងចំណុចសំខាន់នោះគឺពិភពលោកគឺជាវេទិកាសម្រាប់ឲ្យយើងគ្រប់គ្នាឡើងសម្ដែងរីឯការងារផលិតឬបង្កើតបែបច្នៃប្រឌិតទាំងអស់ដើរតួជារោងកុន Studio តុធ្វើការនិងកន្លែងធ្វើការគឺជាឆាកសម្ដែងរបស់អ្នកសម្លៀកបំពាក់របស់អ្នកគឺជាឈុតដែលត្រូវស្លៀកដើម្បីឡើងសម្ដែងវាអាចជាខោដែលអ្នកស្លៀកនៅពេលផាត់គូគំនូអាវធំដែលអ្នកពាក់ឲ្យមើលទៅដូចជាអ្នកជំនួញឬក៏មួកឡប់គូឲ្យអស់សំណើចដែលជួយឲ្យអ្នកគិតច្នៃប្រឌិតជាដើមប្រភពឯកសារឧបករណ៍និង medium មធ្យោបាយផ្សព្វផ្សាយដែលអ្នកប្រើប្រាស់គឺជាឧបករណ៍បន្ទាប់បន្សំជួយដល់ការសម្ដែងពេលវេលាគឺជាប៉ារ៉ូលសម្ដែងរបស់អ្នកពេលវេលា1ម៉ោង2ម៉ោងកន្លះផុតទៅគឺជាពេលដែលឈុតឆាកចាប់ផ្ដើមសម្ដែងរហូតដល់វាខ្លាចជាការពិតចាប់ផ្ដើមចម្លងនៅលើโลกនេះគ្មាននរណាម្នាក់ដែលកើតមកជាមួយនឹង style ឬភាពប្លែករបស់ខ្លួននោះទេយើងកើតមកយើងមិនដឹងថាយើងជានរណានោះទេដំបូងយើងរៀនតាមរយៈការសម្ដែងធ្វើតាមវីរបុរស hero របស់យើងរៀនតាមដោយការចម្លងត្រង់នេះគឺយើងសំដៅទៅដល់ការចម្លងចេញពីការខិតខំប្រឹងប្រែងមិនសំដៅទៅដល់ការលួចចម្លងទាំងដុលតែម្ដងនោះទេការលួចចម្លងទាំងដុលគឺសំដៅទៅដល់ការលួចការងាររបស់អ្នកដទៃមកដាក់ឈ្មោះរបស់ខ្លួនឯងការចម្លងគឺសំដៅដល់ការព្យាយាមយកការងាររបស់អ្នកដទៃហើយបំបែកវាចំណែកដើម្បីរៀនពីវាប្រៀបដូចជាជាងឡានធ្វើការរុះរើគ្រឿងឡានមួយគ្រឿងដើម្បីរៀនពីផ្នែកនីមួយៗដោយចង់ដឹងថាតើគ្រឿងនីមួយៗដំណើរការបានយ៉ាងដូចម្តេចកាលពីក្មេងយើងរៀនសរសេរតាមរយៈការចម្លងអក្សរម្ដងមួយតួសិល្បកររៀនតន្ត្រីតាមរយៈការអនុវត្តតាម scale តន្ត្រីវិចិត្រកររៀនផាត់គំនូរតាមរយៈការផាត់ឡើងវិញនៅផ្ទាំងគំនូរល្បីត្រូវចាំថាសូម្បីតែក្រុមចម្រៀងល្បីរបស់ពិភពលោក The Beatles ក៏ចាប់ផ្ដើមដំបូងចេញពីក្រុមចម្រៀង cover ច្រៀងបន្តឡើងវិញរបស់អ្នកដទៃផងដែរសមាជិកម្នាក់ក្នុងក្រុមតន្ត្រីដ៏ល្បីមួយនេះគឺលោក Paul McCartney បាននិយាយថាខ្ញុំព្យាយាមលេងឲ្យដូច Buddy Holly, Little Richard, Jerry Lee Lewis, Elvis យើងព្យាយាមលេងឲ្យដូចពួកគាត់អញ្ចឹងក្រោយមក McCartney និង John Lennon បានក្លាយទៅជាក្រុមតន្ត្រីដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រពិភពលោកប៉ុន្តែលោក McCartney បានលើកឡើងថាហេតុផលដែលពួកគាត់ចាប់ផ្ដើមសរសេរតន្ត្រីរបស់ខ្លួនឯងគឺដោយសារវាជាវិធីមួយដើម្បីការពារកុំឲ្យក្រុមចម្រៀងដទៃលេងតន្ត្រីរបស់យើងបានដោយ Salvador Dali បាននិយាយថានរណាមិនចង់ចម្លងអ្នកនោះមិនផលិតអ្វីទាំងអស់ជាដំបូងអ្នកត្រូវរកមើលសិនថាតើនរណាដែលអ្នកនឹងរៀនចម្លងតាមបន្ទាប់មក
ទៀតអ្នកត្រូវរៀនមើលសិនថាតើអ្វីដែលអ្នកនឹងចម្លងតាមពួកគាត់រៀនចម្លងពីនរណាម្នាក់មិនពិបាកនោះទេអ្នកអាចចាប់ផ្ដើមរៀនធ្វើតាមវីរបុរសរបស់អ្នកគឺជាមនុស្សដែលអ្នកគោរពស្រឡាញ់មនុស្សដែលអ្នកធ្វើឲ្យអ្នកមានកម្លាំងជំរុញចិត្តមនុស្សដែលអ្នកចង់បានដូចពួកគេអ្នកចម្រៀងលោក Nick Lowe បាននិយាយថាអ្នកអាចចាប់ផ្ដើមរៀនសរសេរពីអ្វីដែលវីរបុរសរបស់អ្នកធ្លាប់សរសេរហើយជាពិសេសកុំលួចតែពីមនុស្សម្នាក់ផ្ទុយទៅវិញលួចពីគ្រប់គ្នាដែលអ្នកស្រឡាញ់ចូលចិត្តអ្នកនិពន្ធម្នាក់ឈ្មោះលោក Wilson Mixner បាននិយាយថាបើយើងចម្លងតែពីអ្នកនិពន្ធណាម្នាក់យើងជាប់ឈ្មោះថាលួចចម្លងទាំងដល់ហើយប៉ុន្តែប្រសិនបើអ្នកចម្លងចេញពីអ្នកនិពន្ធជាច្រើនអ្នកនោះវាមិនមែនជាការលួចបែបខុសច្បាប់ទៀតទេវាគឺជាការស្រាវជ្រាវវិញម្ដងខ្ញុំធ្លាប់ឮអ្នកគូសគំនូរតុក្កតា Gary Potter បាននិយាយថាប្រសិនបើអ្នកចម្លងតាមនរណាម្នាក់ដែលអ្នកស្រឡាញ់ចូលចិត្តអ្នកដតីគេនឹងចាត់ទុកអ្នកដូចម្នាក់នោះអញ្ចឹងប៉ុន្តែប្រសិនបើអ្នកចម្លងតាមមនុស្ស100នាក់ផ្សេងគ្នាអ្នកដតីនឹងលាន់មាត់ថាអ្នកពិតជា original ប្លែកពីគេមិនខានដោយឡែកប្រសិនយើងនិយាយពីអ្វីដែលយើងត្រូវចម្លងចេញមកវិញនេះទើបជាការលំបាកបន្តិចចូលកុំព្យាយាមរៀនលួច style របស់ពួកគាត់ដោយឡែកចូលរៀនលួចការគិតដែលនៅពីក្រោយ style ទាំងនោះជំនួសវិញអ្នកចង់ឲ្យខ្លួនឯងមានការគិតដូចជាពួកគាត់ប៉ុន្តែអ្នកមិនចង់ឲ្យការងាររបស់អ្នកដូចគ្នាបេះដាក់ទៅនឹងការងាររបស់វីរបុរសរបស់អ្នកនោះទេហេតុផលដែលអ្នកគួរតែរៀនចម្លងតាមការងាររបស់មនុស្សដែលអ្នកគោរពស្រឡាញ់គឺដើម្បីចង់រៀនចង់ដឹងចង់ស្គាល់អំពីចិត្តគំនិតនិងវិធីសាស្ត្រនៅក្នុងការគិតរបស់ពួកគាត់នេះហើយជាអ្វីដែលអ្នកចង់បានពិតប្រាកដចង់ដឹងឲ្យស៊ីជម្រៅអំពីវិធីសាស្ត្រដែលពួកគាត់មើលពិភពលោកទាំងមូលប្រសិនបើអ្នកគ្រាន់តែត្រាប់តាមសរសើរឲ្យតែបានដោយមិនឆ្វេងយល់ពីឫសគល់នៃការងារទាំងនោះទេការងាររបស់អ្នកវាបានត្រឹមតែជាការចម្លងគេតែប៉ុណ្្នឹងឯងការចម្លងទាំងស្រុងមិនមែនជាការលើកសរសើរនោះទេនៅដល់ពេលណាមួយអ្នកនឹងត្រូវតែផ្លាស់ប្ដូរឈប់ចម្លងវីរបុរសរបស់អ្នកទៅធ្វើជារសជាតិរបស់ខ្លួនឯងវិញម្ដងការចម្លងគឺសំដៅការធ្វើត្រាប់តាមអ្វីមួយការយកអ្វីដែលធ្លាប់មានមកថែមរសជាតិរបស់អ្នកគឺជាការចម្លងបែបមួយកម្រិតថែមទៀតវាជាសញ្ញាបញ្ជាក់ថាអ្នកចាប់ផ្ដើមរកខ្លួនឯងឃើញហើយក្នុងកីឡាបាល់បោះគ្មានក្បាច់ណាមួយដែលថ្មីនោះទេតារាបាល់បោះលោក Kobe Bryant សារភាពកន្លងមកថារាល់ក្បាច់និងចង្វាក់បោះបាល់និងចង្វាក់បាល់បោះដែលគាត់ធ្លាប់លេងនៅលើតារាងកន្លងមកគឺគាត់លួចវាចេញពីវីរបុរសរបស់គាត់ប៉ុន្តែ Kobe Bryant បានដឹងខ្លួនថាគាត់មិនអាចលេងដូចអ្វីដែលវីរបុរសរបស់គាត់លេងទាំងអស់នោះទេដោយសារតែរាងកាយរបស់គាត់ខុសគ្នាដូច្នេះគាត់ចាំបាច់ត្រូវតែបត់បែននិងរៀនសម្របរៀនច្នៃក្បាច់លេងទាំងនោះមកជារបស់ខ្លួនឯងវិញតារាកំប្លែងលោក Conan O'Brien បានលើកឡើងអំពីអ្នកកំប្លែងទូទៅដែលជាធម្មតាពួកគេតែចង់ធ្វើខ្លួនដូចវីរបុរសរបស់ខ្លួនប៉ុន្តែខំយ៉ាងណាក៏មិនអាចធ្វើដូចចុងក្រោយត្រូវคล้ายមកជាខ្លួនឯងវិញដដែលលោក Johnny Carson ចង់ក្លាយជា Jack Benny ប៉ុន្តែចុងក្រោយបានត្រឹមតែក្លាយជា Johnny Carson ដដែលលោក David Letterman ចង់ក្លាយទៅជា Johnny Carson ប៉ុន្តែចុងក្រោយបានត្រឹមតែក្លាយមកជា David Letterman ដដែលហើយចំណែកឯ Conan O'Brien ចង់ក្លាយទៅជា David Letterman ប៉ុន្តែចុងក្រោយបានត្រឹមតែក្លាយមកជា Conan O'Brien ដដែលលោក O'Brien បានលើកឡើងថាពីព្រោះយើងមិនអាចក្លាយខ្លួនដូចនរណាម្នាក់បានទើបទីបំផុតវាធ្វើឲ្យយើងប្លែកពីអ្នកដទៃធូរត្រង់វិញចំណុចខ្វះខាតរបស់មនុស្សគឺយើងមិនអាចចម្លងបានដូចបេះដាក់នោះទេព្រោះតែយើងមិនអាចចម្លងឲ្យបេះដាក់ដូចវីរបុរសរបស់យើងបានត្រង់ចំណុចនេះហើយជាកន្លែងដែលយើងស្វែងរកខ្លួនឯងឃើញនោះគឺជារបៀបដែលយើងវិវត្តខ្លួនទៅមុខដូច្នេះចូលរៀនចម្លងតាមវីរបុរសរបស់អ្នកសាកល្បងមើលថាតើអ្នកអាចចម្លងដូចពួកគាត់បានកម្រិតណាសាកសង្កេតមើលក្នុងបទពិសោធន៍មួយនោះថាតើ
អ្វីទៅដែលធ្វើឲ្យអ្នកខុសប្លែកពីអ្នកដទៃបន្ទាប់មករកវាឲ្យឃើញហើយយកវាទៅបញ្ចូលបន្ថែមទៅក្នុងការងាររបស់ខ្លួនចុងក្រោយបង្អស់ការធ្វើត្រាប់តាមអ្វីដែលវីរបុរសរបស់អ្នកធ្វើមិនមែនជាការលើកសរសើរការងាររបស់គាត់នោះទេដោយឡែកការរៀនយកការងាររបស់ពួកគាត់មកកែច្នៃវាយ៉ាងណាឲ្យคล้ายទៅជារសជាតិរបស់អ្នកនោះហើយទើបបញ្ជាក់ថាអ្នកពិតជាកោតសរសើរការងាររបស់ពួកគាត់ពិតមែនអ្នកមានរសជាតិការងារខុសប្លែកពីអ្នកដទៃហើយមានតែអ្នកប៉ុណ្ណោះដែលអាចបញ្ចូលភាពប្លែកពីគេនោះចូលទៅក្នុងពិភពលោករបស់យើងអូខេអញ្ចឹងនេះគឺជាចំណុចទាំង2ដែលមាននៅក្នុងសៀវភៅ Still Like an Artist ដែលចំណុចទី1គឺច្នៃដោយសិល្បករហើយចំណុចទី2គឺកុំរងចាំរហូតដល់ស្គាល់ខ្លួនឯងទើបចាប់ផ្ដើមអញ្ចឹងសង្ឃឹមថាចំពោះអេពីសូតមួយនេះអ្នកទាំងអស់គ្នានឹងស្ដាប់ហើយជក់ចិត្តជាមួយនឹងអីដែលខ្ញុំបាននិយាយដកស្រង់ចេញពីសៀវភៅមួយក្បាលនេះហើយចំពោះរាល់ការដែលខ្ញុំនិយាយខុសទៅលើឈ្មោះរបស់បុគ្គលណាមួយជាភាសាអង់គ្លេសគឺខ្ញុំសូមអធិស្ឋានព្រោះដោយសារតែខ្ញុំក៏មិនសូវជាអ្នកដែលប្រកែភាសាអង់គ្លេសដូចគ្នាប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបានបើសិនបើអ្នកនរគ្នាចូលចិត្តជាមួយនឹង podcast បែបនេះអាចធ្វើការប្រាប់ខ្ញុំបាននៅក្នុង comment ខាងក្រោមខ្ញុំនឹងធ្វើការព្យាយាមយកសៀវភៅណាដែលល្អៗដែលវាស័ក្តិសមស៊ីគ្នាជាមួយនឹងគ្នាយើងដែលជាអ្នក creative អ្នកដែលប្រើគំនិតច្រើនហ្នឹងគឺព្យាយាមយកសៀវភៅណាដែលស័ក្តិសមមួយនឹងគ្នាយើងយកមកនិយាយយកមកអានដូចគ្នាហើយចំពោះសៀវភៅនេះគឺវានៅសល់ចំណុចជាច្រើនទៀតព្រោះសារតែចំណុចទាំងអស់គឺមាន10ចំណុចប៉ុន្តែយើងទើបតែបានអានឬក៏ទើបតែបានស្ដាប់2ចំណុចតែប៉ុណ្ណោះអញ្ចឹងគឺវានៅសល់8ចំណុចទៀតអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍ចង់ធ្វើការទិញសៀវភៅមួយក្បាលនេះយកទៅអានដោយខ្លួនឯងអ្នកគ្នាអាចធ្វើការចូលទៅក្នុង page My Bookshop ព្រោះសារតែខ្ញុំបានទិញសៀវភៅមួយក្បាលនេះពី My Bookshop ដូចគ្នាដោយសារតែមិត្តភ័ក្តិរបស់ខ្ញុំគឺពូលីរតនៈគាត់ជាអ្នកបកប្រែសម្រួលជាភាសាខ្មែរផ្ទាល់អញ្ចឹងបើសិនអ្នកគ្នាចាប់អារម្មណ៍អាចធ្វើការឆាតទៅសួរគាត់បានហើយវីដេអូនេះគឺមិនមែនជាវីដេអូ sponsor អីទេគឺខ្ញុំគ្រាន់តែចាប់អារម្មណ៍ជាមួយនឹងសៀវភៅមួយក្បាលនេះហើយខ្ញុំគិតថាវាមានប្រយោជន៍ខ្លាំងសម្រាប់គ្នាយើងអញ្ចឹងបានជាខ្ញុំលើកយកសៀវភៅមួយក្បាលនេះយកមកអាននៅក្នុង podcast មួយនេះអញ្ចឹងចុងក្រោយអរគុណមែនទែនអ្នកគ្នាចាំជួបគ្នានៅក្នុងអេពីសូតក្រោយផងដែរយើងនឹងទៅតាក់ទងទៅនឹងចំណុចទី3ទី4ទី5បន្តទៀតអរគុណមែនទែនអ្នកគ្នាជួបគ្នានៅក្នុងអេពីសូតក្រោយ